ជ័យជំនះមិនមែនបានមកពីខ្លួនឯងតែម្នាក់ឡើយសហការីល្អកូនចៅល្អនិងក្រុមការងារល្អទៅវិញទេដែលជាពន្លឺនៃជ័យជំនះនៅក្នុងវណ្ណកម្មសាមកុកយើងតែងតែឃើញមានការស្វែងរកមនុស្សល្អនិងមនុស្សពូកែមកចូលរួមការងារជាប់ជានិច្ចរឿងដែលល្បីល្បាញនិងត្រូវគេនិយាយដល់ច្រើនបំផុតគឺការធ្វើដំណើរទៅគៀរវះហុកឡុងនៅភ្នំងោឡាំកាំងរបស់លាវប៉ៃដែលព្យាយាមធ្វើដំណើរទៅសុំជួបរហូតដល់ទៅ3ដងទើបខុងមីងព្រមមកចូលរួមការងារជាមួយខ្លឹមសារត្រង់នេះត្រូវគេយកមកនិយាយនិងយកមកសរសេរជាច្រើនទៀតផងដែលនេះបង្ហាញឲ្យឃើញពីសារៈសំខាន់ដែលមនុស្សអស្ចារ្យត្រូវតែមានទីប្រឹក្សាឬអ្នករួមការងារដ៏សំខាន់ហើយវាជារឿងដែលសំខាន់ពិតមែនពេលលាវប៉ៃបានខុងមីងមកនៅក្នុងក្រុមរបស់ខ្លួនហើយបន្ទាប់មកក្រុមរបស់លាវប៉ៃបានងើបលេចធ្លោនិងអស្ចារ្យប៉ុន្តែអ្នកដែលស្វែងរកមនុស្សពូកែមករួមការងារពិតប្រាកដនោះមិនមែនជាលាវប៉ៃទេតែជាឆាវទៅវិញនៅក្នុងរឿងសាមកុកប្រសិនបើយើងអានឲ្យល្អិតល្អន់យើងនឹងឃើញថាឆាវបង្ហាញពីសេចក្តីប្រាថ្នាជានិច្ចក្នុងការស្វែងរកមនុស្សពូកែមករួមការងារជាមួយគេរហូតមកការស្វែងរកមនុស្សមករួមការងារដ៏មានសមត្ថភាពដូចនេះធ្វើឲ្យគេអាចឈានទៅរកភាពអស្ចារ្យបាននៅទីបំផុតពេលនេះយើងត្រឡប់មកមើលឆាវដែលទទួលការតែងតាំងឲ្យធ្វើធំលើស្ដេចត្រាញ់នៅភាគខាងកើតនៃទីក្រុងគុនជិនដោយអំណាចនិងបារមីដែលគេទើបតែទទួលបានវាធ្វើឲ្យយើងមើលឃើញពីភាពត្រចះត្រចង់នៃអំណាចពិតប្រាកដរបស់គេនេះហើយដែលធ្វើឲ្យឆាវចាប់ផ្ដើមដឹងថាការប្រមូលមនុស្សពូកែនឹងមានសមត្ថភាពជារឿងសំខាន់បំផុតនៅពេលដែលគេចាប់ផ្ដើមមានអំណាចត្រឹមត្រូវនិងមានកម្លាំងរឹងមាំមួយកម្រិតហើយដូច្នោះជំហានបន្ទាប់គេត្រូវតែស្វែងរកមនុស្សឆ្លៀសវៃនិងរឹងមាំមកជួយគេបន្ថែមទៀតត្រឡប់មកអានសៀវភៅម្ដងទៀតយើងនឹងឃើញថានៅត្រង់ចំណុចនេះបានសរសើរពីបណ្ដាមនុស្សពូកែដែលមកចូលរួមជាមួយនឹងឆាវជាច្រើនអ្នកទាំងដែលត្រូវគេបបួលនិងត្រូវឆាវអញ្ជើញមកដោយផ្ទាល់ថ្ងៃមួយស៊ុនអ៊ូជាពូស៊ិនឈីវជាក្មួយដែលនៅជាមួយនឹងអ៊ុនសៀវបានប្រឹក្សាគ្នាថាអ៊ុនសៀវជាមនុស្សអាក្រក់បើយើងនឹងនៅតទៅទៀតមិនកើតឡើយពេលនេះនៅស្រុកភាគខាងកើតឯណោះឆាវបានឡើងធំមានចិត្តមេត្រីដល់មនុស្សទាំងពួងយើងនាំគ្នាទៅនៅជាមួយគេទើបគួរស៊ុនសៀវយល់ស្របទើបនាំគ្នារត់ចេញពីអ៊ុនសៀវទៅចុះចូលនឹងឆាវនៅក្រុងគុនឈីវឆាវឃើញស៊ុនអ៊ូនិងស៊ិនសៀវជាមនុស្សឆ្លាតវៃមានសតិបញ្ញាខ្ពស់ទើបចូលទៅនិយាយរាក់ទាក់និងបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាស៊ុនអ៊ូនិយាយទៅកាន់ឆាវថាខ្ញុំបានឮថាមនុស្សទាំងពួងនិយាយថាធាយកអ្នកស្រុកតុងគុនជាមនុស្សមានសតិបញ្ញាខ្ពស់ពេលនេះគេរស់នៅក្រុងគុនជីវហេតុអ្វីបានជាលោកម្ចាស់មិនបញ្ចុះបញ្ចូលគេឲ្យមកនៅជាមួយឆាវនិយាយឡើងថាយើងបានឮជាយូរមកហើយប៉ុន្តែយើងនៅមិនទាន់ស្គាល់គេនៅឡើយឆាវបានឲ្យមនុស្សទៅស៊ើបនិងបញ្ចុះបញ្ចូលរហូតបានខ្លួនធានយុគមកឆាវបានឃើញរីករាយខ្លាំងណាស់ទើបយកធានយុទ្ធមកធ្វើរាជការជាមួយធានយុគដឹងថាស៊ុនអ៊ូជាអ្នកនិយាយសរសើរពីគុណសម្បត្តិរបស់ខ្លួនដល់ឆាវទើបនិយាយនឹងស៊ុនអ៊ូថាលោកសរសើរខ្ញុំការពិតខ្ញុំមានបញ្ញាតិចតួចប៉ុណ្ណោះគួរធាអ្នកស្រុកជាមួយលោកមានបញ្ញាខ្លាំងហេតុអ្វីបានជាលោកមិនព្រមប្រាប់ឲ្យឆាវយកគេមកធ្វើជារាជការផងទើបស៊ុនអ៊ូយករឿងនេះទៅប្រាប់ឆាវបានឲ្យគេទៅបញ្ចុះបញ្ចូលយកមកជាមួយខ្លួនគួរជាប្រាប់ឆាវថាឡាវហ៊ូជាប្រញាតវង្សព្រះអធិរាជហាន់មួយបួនថងអ្នកស្រុកសាន់យ៉ុងមួយលីគៀនអ្នកស្រុកពោសេងមួយម៉ោះកាយអ្នកស្រុកតួលេខមួយទាំង4អ្នកនេះមានបញ្ញាឆ្លៀវឆ្លាតខ្លាំងណាស់ទើបឆាវឲ្យគេទៅបញ្ចុះបញ្ចូលទាំង4អ្នកមកធ្វើជាទីប្រឹក្សាអ្នកនិពន្ធលើកខ្លឹមសារត្រង់នេះយកមកនិយាយគឺដើម្បីបង្ហាញឲ្យឃើញថាកាលបដិពេលចាំបាច់ឆាវចាប់ផ្ដើមបើកទទួលមនុស្សពូកែដែលមានសមត្ថភាពដើម្បីឲ្យពួកទាំងនោះមកធ្វើជាទីប្រឹក្សារបស់ខ្លួនដោយមិនបង្អែបង្អង់ឡើយហើយដែលសំខាន់ខ្លឹមសារត្រង់នេះថែមទាំងបង្ហាញឲ្យយើងឃើញថាមនុស្សដែលឆាវជ្រើសរើសយកមកធ្វើជាទីប្រឹក្សានោះមិនត្រឹមតែជារាជការមកពីមុនឡើយប៉ុន្តែថែមទាំងប្រមូលផ្ដុំយកបណ្ឌិតព្រះញាតិវង្សនិងសាមញ្ញជនដែលមានសមត្ថភាពមករួមធ្វើការជាមួយទៀតផងសរុបទៅត្រង់នេះឆាវបានទីប្រឹក្សាពូកែមករួមក្រុមការងារប្រជុំដល់ទៅ8នាក់គឺស៊ុនអ៊ូស៊ុនឈីវស៊ុនស៊ីវធាយុកគួជានិងអ្នកស្រុកផ្សេង4នាក់ទៀត
គឺឡាវហួរប៊ុនថុងលីគៀននិងម៉កែមិនត្រឹមតែប៉ុណ្ណោះនៅពេលនេះឆាវថែមទាំងបានប្រមូលមនុស្សឲ្យមកចូលរួមច្រើនថែមទៀតផងមានដូចជាអ៊ីវគីមអ្នកស្រុកកេមេងអតីតចៅកន្សែងលឿងដឹកនាំបពពួកដែលនៅរទេតរតូតមកសុំធ្វើជាទាហានរបស់ឆាវថែមទាំងបានទាវអ៊ុយបរោះដែលអាចវាយខ្លាឲ្យងាប់ដែលស៊ីហួរតុនណែនាំឲ្យរឿងទាវអ៊ុយម្នាក់នេះគួរឲ្យចាប់អារម្មណ៍គឺគេជាមនុស្សមានសមត្ថភាពក្នុងរឿងការប្រើកម្លាំងព្រោះគេមានមាឌធំគេជាអ្នកស្រុកតាន់លីវមុននឹងស៊ីវហួរតុនទៅជួបគេទានអ៊ុយរត់ទៅក្នុងព្រៃព្រោះគេបានសម្លាប់មនុស្សស៊ីវហួរតុនបានឃើញគេនៅក្នុងព្រៃខណៈដែលកំពុងតែប្រយុទ្ធជាមួយនឹងខ្លាតែម្នាក់ឯងទើបបានបបួលឲ្យមកបម្រើរាជការជាមួយនឹងឆាវពេលឆាវឃើញទាវអ៊ុយមានមាឌធំដូចនេះទើបសួរឡើងថាបើធ្វើទាហានតើនឹងកាន់អាវុធអ្វីគេឆ្លើយទៅវិញថាមានជំនាញខាងកាន់លំពែង2លំពែង1ទម្ងន់40គីឡូប៉ុន្តែខ្ញុំមានស្រាប់ហើយកាលបើមានអាវុធស្រាប់ហើយទើបឆាវប្រគល់សេះរត់លឿនដល់គេហើយបានឲ្យគេបញ្ចេញស្នៀតលំពែងឲ្យមើលពេលនោះនៅឯបន្ទាយទាហានមានទង់មួយត្រូវខ្យល់បក់ស្ទើរតែរលំទៅហើយពួកទាហានរហូតដល់ទៅ25នាក់បាននាំគ្នាទៅទប់និងព្យាយាមរុញឲ្យវាត្រង់ឡើងលើប៉ុន្តែมันអាចធ្វើបានទៀនហួយឃើញដូច្នោះក៏ប្រញាប់ចុះពីលើខ្នងសេះដើរសម្ដៅទៅរកទង់នោះរួចបញ្ចេញកម្លាំងតែម្នាក់ឯងរុញរហូតដល់ទៅទង់នោះត្រង់ដូចដើមវិញឆាវឃើញដូច្នោះទើបលាន់មាត់សរសើរទាវអ៊ុយនិងបានប្រគល់តំណែងជានាយទាហានប្រចាំរក្សាសុវត្ថិភាពដល់ខ្លួនតាំងពីពេលនោះមកហើយនិយាយបានថាឆាវព្រមជានិច្ចក្នុងការទទួលយកមនុស្សពូកែមករួមការងារនិងដឹងថាឲ្យមនុស្សទាំងនោះធ្វើទូនាទីអ្វីនេះជាចក្ខុវិស័យរបស់អ្នកដែលនឹងក្លាយជាមេដឹកនាំពិតប្រាកដរឿងរ៉ាវការទទួលយកមនុស្សការប្រមូលមនុស្សដើម្បីមកធ្វើជាទីប្រឹក្សានិងក្រុមការងាររបស់ឆាវនេះនៅមានច្រើនវគ្គទៀតប៉ុន្តែសូម្បីតែពេលគេចិត្តនឹងស្លាប់ទៅហើយក៏នៅមានមនុស្សពូកែមកសុំនៅជាមួយហើយខ្លះទៀតត្រូវបានអញ្ជើញឲ្យមកចូលរួមទៀតផងករណីដែលគេធ្លាប់ទៅបបួលគួនអ៊ីដោយការស្រឡាញ់ចុះចិត្តក៏បង្ហាញឲ្យឃើញថាគេជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយនិងស្រឡាញ់អ្នកដែលមានថ្វីដៃអ្នកដែលនឹងអាចធំឡើងឬទទួលជោគជ័យបាននោះប្រកាសណាស់ថាបើមានតែម្នាក់ឯងឱកាសដែលនឹងជោគជ័យនោះមានតិចតួចណាស់តែអ្នកដែលអញ្ជើញមនុស្សពូកែនៅគ្រប់ទិសទីមកចិត្តខ្លួនឯងនឹងរួមគ្នាជាកម្លាំងដល់ខ្លួនឯងទៅវិញទេដែលអាចទទួលជោគជ័យដោយស្រួលទោះជាយើងធ្វើអ្វីក៏ដោយប្រសិនបើគ្មានមិត្តភ័ក្តិគ្មានកូនចៅដ៏អង់អាចនិងគ្មានដៃគូគិតដ៏ល្អវាពិតជាពិបាកនឹងទទួលជោគជ័យបានណាព្រោះមនុស្សទាំងនេះក្រៅតែអំពីកម្លាំងមកជួយជើងហើយនោះជាញឹកញាប់ក៏អាចចែករំលែកអារម្មណ៍និងជួយអូសទាញយើងឲ្យត្រឡប់មករកគោលដៅបានថែមទៀតផងមិនត្រឹមតែប៉ុណ្ណោះការមានក្រុមការងារល្អបង្ហាញឲ្យយើងឃើញពីភាពល្អិតល្អន់ក្នុងការធ្វើការងារផងដែរដូចឆាវដែលយើងដឹងថាជាមនុស្សមានក្រុមការងារជាអ្នកប្រាជ្ញនៅជុំវិញខ្លួនមុននឹងធ្វើអ្វីមួយគេនឹងចូលរួមប្រជុំនិងពិភាក្សាសុំទស្សនៈយោបល់ពីអ្នកទាំងអស់នោះគេមិនត្រឹមតែទទួលស្ដាប់ប៉ុណ្ណោះទេតែគេនឹងប្រមូលសេចក្តីលម្អិតនិងការលើកឡើងរបស់មនុស្សម្នាក់មកត្រិះរិះពិចារណាមុននឹងសម្រេចចិត្តធ្វើអ្វីមួយការសម្រេចចិត្តដោយបានទទួលទិន្នន័យយ៉ាងគ្រប់គ្រាន់ពីមនុស្សនៅជុំវិញខ្លួននេះហើយដែលធ្វើឲ្យគេទទួលបានជោគជ័យនិងជាមនុស្សល្បីល្បាញនៅក្នុងរឿងសង្គមដូច្នេះសូមកុំគិតថាបើយើងចង់ទទួលជោគជ័យក្រុមការងារជារឿងសំខាន់ណាស់កុំគិតថាមានទីប្រឹក្សាតែម្នាក់ពូកែអង្អាចនឹងអាចឆ្ពោះទៅរកគោលដៅបានឲ្យសោះព្រោះទីប្រឹក្សាដល់ពូកែម្នាក់មិនងាយនឹងរកបានឡើយឬបើអាចរកបានក៏ជារឿងចៃដន្យដូចជាលាវប៉ៃបានខុងមីងអីចឹងហើយអ្វីដែលសំខាន់ជាងនេះនោះគឺឆាវប្រាប់ឲ្យយើងដឹងទៀតថាគេជាមេដឹកនាំដ៏អង់អាចក្លាហាននិងប្រកាន់ខ្ជាប់នៅឧត្តមគតិថាមានគំនិតច្រើនល្អជាងគំនិតមួយដែលអាចយកមកប្រើការបាននិងមានប្រសិទ្ធភាពទៀតផង